សូមគោរពជំរាបសួរបងប្អូនបាទស្វាគមន៍មកកាន់តម្រុយឆ្នោតយួនរបស់តាកំវិលបាទគឺតម្រុយថ្ងៃទី15បាទខែមិថុនាឆ្នាំ2026បាទតម្រុយយើងថ្ងៃនេះដែរបាទគឺយើងឲ្យតម្រុយលេខតូចបាទ2គ្រាប់ហើយនិងលេខធំ2គ្រាប់ដូចគ្នាបាទសម្រាប់លេខតូច2គ្រាប់គឺយើងធ្វើការមង្គល2កងបាទចំណែកលេខធំ2គ្រាប់វិញបាទគឺយើងធ្វើការមង្គលរហូតដល់ទៅ6កងបាទករណីដែលមង្គលលេខធំប៉ះលេខ10បាទនោះយើងឲ្យលទ្ធផលនៃការបង្វិលកងយើងបាទគឺលេខ0បាទយើងនឹងមានលេខរងមួយគ្រាប់ផងដែរបាទនេះជាលក្ខខណ្ឌទូទៅបាទមុននឹងធ្វើការបង្វិលកងបាទជាឱកាសនេះក៏សូមគោរពជំរាបជូនបងប្អូនដែលទើបតែតាមដានទស្សនាថ្មីផងដែរបាទការឲ្យតម្រូវខ្ញុំបាទគឺឲ្យតាមរយៈការបង្វិលកងបាទយើងបង្វិលកងនេះបាទប៉ះលេខអីបាទយើងយកលេខនោះធ្វើជាតម្រុយតែម្ដងបាទកុំឲ្យពុកម៉ែបងប្អូនយើងបាទទន្ទឹមរកចាំយូរបាទឥឡូវយើងធ្វើការបង្វិលលេខតូចគ្រាប់ទី1តែម្ដងបាទលេខតូចគ្រាប់ទី1គឺមានលេខ66បាទថ្ងៃនេះគឺលេខគូតែម្ដងបាទ66បាទយើងធ្វើការបង្វិលបន្តបាទទៅកាន់លេខតូចគ្រាប់ចុងក្រោយបាទលេខតូចគ្រាប់ចុងក្រោយបាទចាប់ផ្ដើមបង្វិលបាទគ្រាប់ចុងក្រោយរបស់យើងគឺមានលេខ12បាទដូច្នេះទាំងពីរគ្រាប់បាទ66បាទនិង12បាទ66អត់មានលេខផ្ទុយទេបាទមានតែលេខឡើងលេខ67បាទនិងទម្លាក់លេខ65បាទចំណែក12មានលេខផ្ទុយរបស់វាគឺ21បាទសម្រាប់តម្រុយក្បាលអុសបាទគឺក្បាល10បាទនិងក្បាល6បាទបងប្អូនយើងអាចជ្រើសរើសយកចាក់បានបាទតាមម៉ោងតាមប៉ុស្តិ៍ដែលបងប្អូនយើងស្រឡាញ់ពេញចិត្តបាទលេខតូចរបស់យើងក៏មានតែប៉ុណ្ណឹងឥឡូវយើងរៀបចំបាទធ្វើការបង្វិលលេខធំវិញម្ដងបាទលេខធំយើងថ្ងៃនេះបាទក៏មានបាទ2គ្រាប់ដែរបាទមួយគ្រាប់ធ្វើការបង្វិល3កងបាទដូច្នេះ2គ្រាប់គឺ6កងបាទកងទី1បាទសម្រាប់លេខធំគ្រាប់ទី1បាទចាប់ផ្ដើមបង្វិលបាទកងទី1បាទគឺមានលេខ6បាទគឺលេខ6បាទយើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី2បាទជាបន្តទៀតបាទចាប់ផ្ដើមបង្វិលបាទកងទី2គឺមានលេខ8បាទគឺលេខ8ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំគ្រាប់ទី1បាទកងចុងក្រោយគឺមានលេខ9បាទឆ្លើយលេខធំគ្រាប់ទី1គឺ689បាទ689បាទយើងធ្វើការបង្វិលបន្តទៅកាន់កងទី1បាទសម្រាប់លេខធំគ្រាប់ទី2ជាបន្តទៀតបាទកងទី1គឺមានលេខ4បាទគឺលេខ4បាទយើងធ្វើការបង្វិលបាទទៅកាន់កងទី2បាទជាបន្តបាទកងទី2គឺមានលេខ8បាទគឺលេខ8ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំគ្រាប់ទី2បាទក៏ដូចកងចុងក្រោយសម្រាប់តម្រុយថ្ងៃទី15នេះផងដែរបាទចាប់ផ្ដើមបង្វិលបាទកងចុងក្រោយរបស់យើងគឺមានលេខ1បាទដូច្នេះលេខធំគ្រាប់ទី2គឺ481បាទ481និង689បងប្អូនយើងកុំភ្លេចធ្វើការចាក់គុណផងបាទសម្រាប់តម្រុយឆ្នោតយួនរបស់តាកងវិលថ្ងៃទី15ក៏មានតែប៉ុណ្ណឹងបាទចំពោះលទ្ធផលយើងថ្ងៃទី14បាទយើងបានបាទមួយលេខដែរគឺ13បាទលេខផ្ទុយរបស់31បាទក្រៅពីហ្នឹងយើងបានចូលអូសបាទជាហោហែបាទខ្ញុំបាទក៏មានតែប៉ុណ្ណឹងបាទសូមអរគុណសូមគោរពជំរាបលាបាទហេងទាំងអស់គ្នាបាទ